កូនសម្លាញ់អើយម៉ែពិតជាឈឺចាប់ណាស់នៅពេលដែលឪពុករបស់ឯងមានស្រីថ្មីជាច្រើនដងតែម៉ែតែងតែព្យាយាមខាត់ខាំងគេព្រោះម៉ែក៏ឈឺចាប់តែឯងអង្គុយយំនឹកសំណោះគ្រាកន្លងដែលយើងខំសាងមកជាមួយគ្នាតាំងពីក្ររហាមមិនគួរណាឪពុកឯងធ្វើបែបនេះសោះប៉ុន្តែក្រោយមកមិនបានប៉ុន្មានម៉ែអង្គុយគិតសារជាថ្មីថាការហាមឃាត់គេមិនអោយក៏មិនជាប់ដែរបើគេចង់ធ្វើហើយម៉ែបានតាមតែបើកសិទ្ធិសេរីភាពសម្រាប់គេហើយឲ្យគេដើរចេញពីម៉ែតាមផ្លូវរបស់គេទៅប៉ុន្តែម៉ែផ្ទាល់ពិតជាអាណិតដល់នាងម្នាក់នោះដែលតាក់ទងនឹងឪពុករបស់ឯងពីព្រោះក្នុងនាមម៉ែជាប្រពន្ធស្រេចបាបក្រាបក្បាលដល់កន្ទេលជាមួយគ្នាឪពុកឯងនៅតែហ៊ានបោះបង់ចោះតម្រុំតែនាងម៉ែជឿថានៅថ្ងៃណាមួយគេនឹងអស់ចិត្តហើយទាត់ក្បាលនាងនឹងចោលជាមិនខានតែបើនាងនៅជាមួយឪពុកឯងមានក្តីសុខក៏ម៉ែជួយអម៉ែនឹងបើកចំហចិត្តទទួលយកថានេះជាគូរបស់ម៉ែតាំងពីពពេតទៅចោះកូនសំណាប់ចាំម្ដាយអើយក្នុងនាមជាកូនប្រុសកូនស្រីកើតមកជាមនុស្សម្នាក់នឹងគេកុំធ្វើរឿងផាត់ក្បត់នេះដាក់សង្សារឬប្រពន្ធប្តីកូនឲ្យសោះកូនត្រូវចេះរក្សាបេះដូងរបស់គេឲ្យបានល្អកុំយកវាទៅញោមញីខ្ទេចខ្ទីដោយសារតែទង្វើគាត់របស់កូនចូលកូនត្រូវឲ្យតម្លៃជីវិតរបស់ខ្លួនឯងដោយការស្មោះស្ម័គ្រគ្នាមួយនឹងមួយកូនត្រូវរក្សាស្នេហារបស់កូនឲ្យផ្អែមល្ហែមជានិច្ចដោយគ្រាដំបងដែលកូនស្រឡាញ់គ្នាកូនម្ដាយតែបើរូបកូនខំស្មោះនឹងគេហើយតែបើថ្ងៃមួយគេចង់ដើរចេញពីកូនក៏កូនត្រូវតែរៀនចិត្តបើកចិត្តទទួលយកហើយអនុញ្ញាតឲ្យគេចេញទៅឲ្យគេចាក់ចេញទៅកុំព្យាយាមឲ្យគេនៅធ្វើអ្វីពីព្រោះក្តីស្នេហាមិនមែនជាការបង្ខំនោះទេក្តីស្នេហាដែលមានមកតែម្ខាងវានាំមកនូវភាពឈឺចុកចាប់តែប៉ុណ្ណោះបើកូនកាន់តែខាត់គេនៅកាន់តែយូរកូននឹងកាន់តែឈឺតែបើកូនឲ្យគេចាក់ចេញនោះកូនឈឺក្នុងរយៈពេលខ្លីបន្ទាប់មកកូននឹងអាចភ្លេចរូបគេបាននៅពេលដែលកូនបានជួបរឿងនោះកូនត្រូវចេះស្អំបេះដូងខ្លួនឯងចូលកុំបណ្ដែតបណ្ដោយឲ្យខ្លួនឯងលេចលង់ចុះត្រូវរឹងមាំជានិច្ចណាកូនសម្លាញ់កូនម្ដាយកូនត្រូវចាំថាបើការបង្កើតស្នេហាឬគ្រួសារមួយវាពិតជាស្រួលណាស់ប៉ុន្តែការថែរក្សាស្នេហាឬគ្រួសារមួយដែលកូនបានបង្កើតឲ្យថិតថេរនោះទៅជាការលំបាកកូនម្ដាយត្រូវតែធ្វើជាមនុស្សស្មោះហើយតស៊ូជាមួយនឹងដៃគូរបស់កូនដល់រាប់ដល់ថ្ងៃអស់ជីវិតណាកូនកុំបោះបង់គ្នាឲ្យសោះ